សភាពកាទាំងឡាយច្បាប់អន្តរជាតិបានចែកបោះក្បាយសិទ្ធិទាំងឡាយត្រូវបានស្រាយដោះខ្ញុំតែស្រមៃយប់ថ្ងៃជានិច្ចមិនអាចបំភ្លេចកិច្ចការទាំងអស់ស្ម័គ្របំរើជាតិចិត្តឥតនឿយសោះផ្សព្វផ្សាយកិត្តិយសជាឈ្មោះGood evening, ladies and gentlemen. We would like to welcome and are grateful to have your attendance here tonight. Tonight is our special night as it is our 10 years anniversary that KKF had joined United Nations Permanent Forum for Indigenous Issues. Also, it is our 13th year that we are a member of UNPO. Tonight is a special night, as Buddha once says before. It is better to have. It is better than 100 years of idleness to have one day spent in determination. Let me remind you, tonight is
a night and a day of a self-determination movement. So let us start our program. ចាសូមដើម្បីចាប់ផ្ដើមកម្មវិធីនៃរាត្រីនេះយើងខ្ញុំមួយមានទីគោរពទង់ជាតិនិងគោរពវិញ្ញាណក្ខន្ធចាសូមអញ្ជើញលោកសាមីឡើងដឹកនាំ Our first item on the program, we would like to introduce Mr. Sami Touch to lead the flag salute and pay respect to our ancestor, and Mr. Okna Sokui, our Commander Hero. បាទខ្ញុំបាទសូមអរគុណដើម្បីចាប់ដើមនៃរយៈនេះខ្ញុំបាទសូមអរលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់មេត្តាក្រោមចូលឡើងហើយបែរមុខឆ្ពោះកាត់តុងជាតិដើម្បីធ្វើទៅពិធីក្រុមតុងជាតិបាទត្រៀមប្រាប់ទូរតុងជាតិចាប់ដើម ធ្វើពិធីសង្ស្មាដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្ធវីរបុរសនិងវីរនារីព្រមទាំងវីរសាមណៈដែលបានពជាកាយស្វែងជីវិតដើម្បីបុព្វហេតុជាតិនិងសាសនាមួយវិធីចាប់ផ្ដើមគោរពបាទសូមអរគុណសូមសម្រាប់បាទពេលខ្លះខ្ញុំបាទសូមកម្មវិធីនេះឲ្យពិធីករពិធីការនេះបាទ បង្ហាត់ដោយអ្នកគ្រូជូលីនិងសម្អាតដោយលោកបេនថេងនិងជួនរបាំរស្មីដួងចន្ទ្រាដូច្នេះហើយយើងខ្ញុំសូមអញ្ជើញលោកស្រីជូគឹមហុងឡើងមកថ្លែងនៅអត្ថន័យខ្លឹមសាររបស់របាំនេះជូនដល់អស់លោកស្រីឲ្យបានជ្រាបដូចតទៅចាសសូមអរគុណ For item number 2 on our program, we will have our classical group dancer called Khmerak Samaki from Samaki Ratana Ram Temple in Tacoma, which is directed by Miss Chu Kim Hong and taught by Miss Julie and made up by Ben Peng. The group will perform classical Cambodian dance called Rasme Duong Cham Tria, also known as Moon Love Dance. Please welcome Miss Chu Kim Hong to explain the meaning and story behind the dance. នាងខ្ញុំសូមគោរពលោកស្រីព្រមទាំងប្រិយមិត្តទាំងអស់ដែលមានវត្តមាននៅក្នុងទីដែលបាត់បង់ទឹកដីខ្មែរកម្ពុជាក្រម
còn mãi cầm chia crom họ đi tây ní chia ti sờ lạnh còn ăn còn buông là bao nhiêu nhom hai đứa thế nào nhiều nhom bàn non trong là bàn nó nhiều nhom cứ nơi bên ní cứ được nhiều sẽ có bàn gì hỏi cứ chun rồi bám để xoay buông chăn rìa luồng tràn em lưu to trong vòng tràn khó phong mong lưu ca hãy
សូមអញ្ជើញលោកតាំងឡាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមរដ្ឋ Washington ឡើងមកកាន់វេទិកាដើម្បីស្វាគមន៍ភ្ញៀវនិងបើកកម្មវិធីនៃរាត្រីនេះដូចតទៅค่ะ At this time, please welcome Mr. Kanila. He is the PKF chapter of Washington president to give a speech to commence tonight's ceremony. សូមអញ្ជើញថ្នូរទៀតដៃមួយយ៉ាងខ្លាំងៗអបអរសាទរលោកខាងខាងចា៎ សាយ័នសួស្ដីលោកស្រីនិងនាងកិត្តិយសទាំងអស់បងប្អូនជាទីគោរពជាទីរាប់អាននិងជាទីស្រឡាញ់ជាទីកប់ចិត្តនៅក្នុងរាត្រីនេះដល់ឧត្តមបរារឹកដែលបានបងប្អូនអញ្ជើញមកយើងខ្ញុំជាសមាជិកសមាជិកាសហព័ន្ធខ្មែរកម្ពុជាក្រមនៃរដ្ឋវ៉ាស៊ីនតោនមានសេចក្តីសុំម្ល៉េះយ៉ាងក្រៃលែងដោយឃើញវត្តមានលោកស្រីដែលបានអញ្ជើញមកក្នុងពេលរាត្រីនេះដោយកកតាំងនាមឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជាក្រៃលែងចំពោះគណៈកម្មការរដ្ឋភូមិនៃលើពិភពលោកនិងសាខាសហព័ន្ធរដ្ឋអូរីហ្គនព្រមទាំងអង្គការសមាគមនៅក្នុងរដ្ឋវ៉ាស៊ីនតោនទាំងមូលនៅក្នុងឱកាសនេះខ្ញុំបាទសូមប្រកាសបើកនៅកម្មវិធីទាវាអសាទរខួបទី10វេទិកាចុងញាតដើមនៃអង្គការស្រហាប្រជាជាតិនារាត្រីនេះដូចតទៅជ័យយោសហព័ន្ធខ្មែរកម្ពុជាក្រមដោយរុងរឿងសូមអរគុណនិងអរគុណសូមអរគុណចាសូមអរគុណលោកខាងបាទជាបន្តទៅទៀតនេះយើងខ្ញុំសូមឧទ្ទិសនាមគណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនារាត្រីនេះរួមមាន At this time, we would like to call out and invite a special guest speaker of KKF Federation. ចាសូមទីមួយសូមលោកតោខឹមថងជាឧត្តមប្រឹក្សាកំពូលនៃសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកមកពី Toronto កាណាដាចាសូមអរគុណទី2លោកចៅរៀបប្រធានសុភាព្រឹទ្ធាចារ្យសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកទី3លោកចៅសេរីជាអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកមកពី San Jose California ទី4អ្នកស្រីហ៊ានសុធីជាប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកអ្នកស្រីមកពីរដ្ឋ Florida ចាទី5លោកចៅសេរីនៅ Washington State ជានាយកហិរញ្ញវត្ថុសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកទី6យើងខ្ញុំសូមស្វាគមន៍និងអបអរសាទរខាងសាខា
ជាក្រោមនៅរដ្ឋ Oregon ហើយបន្តទៀតយើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅគណៈបកសង្គ្រោះជាតិគណៈបកខ្មែរសាមគ្គីដើម្បីកម្ពុជាសមាគមពិធីកាហើយនឹងសមាគមខ្មែរកម្ពុជាក្រោមហើយនឹងមួយទៀតដែរស្នងការ Asian Pacific American លោក Darren Pang ចាសូមអរគុណVP of KKF from San Jose, California. Special guest number 4, Miss Sophie Gill, President of KKYC from Florida. Special guest number 5, Mr. Joe Saray, Treasurer of KKF. Special guest number 6, we would like to welcome all members of KKF chapter from Oregon State. Special guest number 7, we would like to welcome the rest of special guests from CNRP parties, Khmer United Parties, Khmer Krom Buddhist Association, Khmer Krom Association, and Ms. Darren Penn, Commissioner of State of Washington, Commission on Asian Pacific American Affairs. Please give them a round of applause and welcome them. Next, we would like to bring up our classical group dancer again to perform Khmer dance called Nisat, also known as the fishing dance. Please welcome Miss Ju Kim Hong to explain the meaning and story behind the dance. Lục sài đoàn Việt ơi thay đi lục ban niên nhóm nghiên kết duyên mắt đại ban lục thạch sầm mí hoặc ban xôm ao vô lục ban niên xôm mong đàn bay xôm bài chun đọt mai Campuchia tròn hai đứa chơi hai mai dương niên tầm nuôi thế ai ta san một kia kia mình hiền gro mình hiền lưới đấy cứ so mai từ xe tắt mai nuôi đấy anh điên mai từ xe phi bay thế ta hai đứa chơi hai chăm sông o con nát mai lưới mai tròn mai cẩn đá đại ban san một kia kia tầm bay tiêm kia từ đây giờ nó về hai đứa chơi chăm sông o con chuyện này mình to mà tiêm ít nhóm sông chun nơi rồi ban để xa cứ rồi ban để xa ní cứ chia rồi ban mai dương lại nơi sọc mai Campuchia krong cái đôi kia đại dương để xa rồi thấy cứ prơ
មកអរគុណដល់លោកមីព្រមទាំងមួយទាំងអស់ដែលក្រុមបានមកជួយដល់រំក្នុងកម្មវិធីដែលល្ងាចនេះខ្ញុំសូមអរគុណយ៉ាងជ្រាបជ្រៅហើយខ្ញុំមានអីសរខ្ញុំមានតបន្តិចតួចដើម្បីតបខ្ញុំស្វាគមន៍ទៅលោកមីហើយលោកមួយចូលបាក់ស្វ័យសូមអរគុណខ្ញុំសូមអរគុណដល់លោកគ្រូដែរដែលជួនថវិកាដល់ក្រុមរបាំរបស់យើងខ្ញុំគឺក្រុមរបាំយើងខ្ញុំបង្វិលលុយនេះជូនទៅសហព័ន្ធខ្មែរកម្ពុជាក្រមវិញពីព្រោះអីខ្ញុំមានស្អីជូនទេមានតែកម្លាំងគឺកូនក្មួយខ្ញុំនេះបាច់ចេញកម្លាំងដើម្បីមកកំដរក្នុងបរិយាកាសនៃសហព័ន្ធខ្មែរកម្ពុជាក្រមយើងនេះហើយដូច្នេះខ្ញុំសូមបង្វិលលុយនេះជូនទៅសហព័ន្ធខ្មែរកម្ពុជាក្រមវិញចាហើយសូមឲ្យទទួលបានថវិកានឹងដើម្បីឲ្យជោគជ័យសូមអរគុណលោកមីយ៉ាងជ្រាបជ្រៅដោយសារទឹកចិត្តដែលរបស់លោកមីខ្ញុំប្រឹងស្មោះស្ម័គ្រដែលជូនបច្ច័យត្រឡប់មកសហព័ន្ធកម្ពុជាក្រមវិញខ្ញុំសូមថ្លែងអរគុណហើយសូមជូនពរទៅលោកមីហើយមួយទាំងអស់ឲ្យបានសេចក្តីសុខសេចក្តីចម្រើនដូចក្តីប្រាថ្នាសូមអរគុណពួកសាធុលុយចង់បានណាក៏ប៉ុន្តែជួយសហព័ន្ធវិញចុះលុយចង់បានណាខ្ញុំចង់បានលុយមែនទេចាសូមអរគុណហើយសូមស្នូតែដៃមួយយ៉ាងខ្លាំងខ្លាំងមួយទៀតសូមជូនដល់របស់ខេមរៈសាមគ្គីចាបន្តទៅទៀតនេះនឹងខ្ញុំសូមអញ្ជើញលោកចៅសេរីអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រមពិភពលោកឡើងមកកាន់វេទិកាដើម្បីជម្រាបជូននូវសកម្មភាពដែលសហព័ន្ធខ្មែរកម្ពុជាបាននិងកំពុងធ្វើចែកជូនដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបដូចតទៅ Next, and moving forward, please welcome Mr. Chao Saray, KKF Vice President from San Jose, California, to talk about the KKF program, goals, and work in progress. Please welcome him. ចាដូច្នេះយើងខ្ញុំសូមអញ្ជើញលោកចៅសេរីហើយនឹងសូមយកកិត្តិយសទាំងអស់សូមផ្លោតែដៃមួយយ៉ាងខ្លាំងខ្លាំងដើម្បីអបអរសាទរជូនលោកផងចាសូមអរគុណបាទសូមជម្រាបសួរខ្ញុំនិយាយថាបងសូមជម្រាបសួរជាកិត្តិយសអរគុណក្នុងយប់នេះបាទខ្ញុំក៏សូមអរគុណក្រុមរបាំរំល្អយ៉ាងនេះបាទនេះថាខ្ញុំសូមអរគុណច្រើនខ្ញុំជាអនុប្រធានទី2របស់សហព័ន្ធខ្មែរកម្ពុជាក្រមខ្ញុំក៏ជាអតីតលេខាប្រធានយុវជនស្រាប់ហើយខ្ញុំមានការមកដល់នេះដែរឆ្នាំនេះបានមកពីឆ្នាំនេះខ្ញុំបានសហព័ន្ធដៃតាំងជាអនុប្រធានទី2ពីព្រោះការងារសហព័ន្ធច្រើនក៏ដូចទី1ទៀតទី2ទៀតសហព័ន្ធយើងមានគោលដៅមួយថាធ្វើឲ្យបណ្ដុះបណ្ដាលក្រុមយុវជនយើងដើម្បីជួយធ្វើការសហព័ន្ធទៅសហព័ន្ធមានគោលដៅថាឲ្យយុវជនជំនាន់ក្រោយចូលមករួមធ្វើការជាមួយសហព័ន្ធដើម្បីគេថាតតំណែងរបស់ចាស់អ្នកធ្វើការដឹកនាំសហព័ន្ធយើងជំនាន់ក្រោយបាទខ្ញុំសូមគឺថ្ងៃនេះយើងធ្វើអបអរសាទរសហព័ន្ធយើងបានចូលរួម10ឆ្នាំក្នុងព្រឹត្តិការណ៍សហជីវជាតិចរិតពីជនជាតិដើម2ឆ្នាំ4ពីឆ្នាំ9ដំបូងសហព័ន្ធយើងបានចូលរួមខ្ញុំជាក្រុមយុវជនទី9បានចូលរួមឆ្នាំនោះយើងដល់ឆ្នាំនេះច្បាស់10ឆ្នាំហើយយើងឃើញថាក្នុង10ឆ្នាំកន្លងមកឆ្នាំទី9សហព័ន្ធយើងចូលរួមមានន័យថាយើងចូលរួមនោះមានអ្នកដឹកនាំសហព័ន្ធមានក្រុមយុវជនប៉ុន្តែក្រោយពីឆ្នាំហ្នឹងឃើញថាសហព័ន្ធយើងបានគោលដៅថាធ្វើម៉េចឲ្យយុវជនយើងចូលរួមឲ្យបានច្រើនឲ្យយុវជនយើងមានការស្នេហាជាតិឡើងឲ្យយុវជនយើងចូលរួមដើម្បីផ្សាយការនៅអង្គការសហជីវជាតិជាងនេះខ្មែរយើងយល់ថាខ្មែរក្រម
con phai bạn chỉ phai từ ngôi nào và lâu như cái nào Campuchia của bạn thay đó dân khơi tha dùng chân Campuchia của bạn nó cũng trên phai con lắm bây giờ khơi tha chỉ cho phai dân đâu để Campuchia và school phai con cho nó school những chuyện còn đang nói phai con dữ nói biết làm như vì là trung tấu cái thằng một bạn trung tấu đâu tầm bắt đầu đây này quốc tế cái là trung tấu trên một dương được oi nên dương xong dương vừa mấy bạn chụp thêm nó mấy oi để thao cái đơn thằng anh hàng và xong này còn dương cũng chẳng là không gì đâu hãy lâu nó sao dương cái là coi bị đau sang mau sang đi về dùng chân dương thì ăn sẽ cả hơi và tham bị ba luôn và hiên cho như đối với đau trên này và coi bị đau sang mau người ta sang đi về dương thì cả hơi và tham bị ba luôn và cho luôn cái thằng là trang dương tiếp lấy cái ta mình dễ còn dương tham mình dễ mình vứt cái ai cho dương con nào dương cô đâu thằng thà coi bị đau sang và tham bị ba luôn và ai cho tha sẵn quan mẹ cầm chim rom mình dễ mình vứt được chào tại trên đây nếu như cái từ ca chụp chơi ngôi và boss con mẹ cầm chim rom đâu lưng chào tại chiến thấy của ông hơn là cho dương bàn cho luôn bàn vua bàn hát mẹ con dương thôi ở tại chiến tâm tham mẹ con dương luôn tục chẳng hạn nhưng cái chụp chơi ba sạc quan dân mới biết đó chúng ta nhưng khơi thà các sạc quan thà con bóc năm phải lọ hơi nữa sạc quan dân bằng trong khi không có dân là thôi con smile con dân trong những cái không đâu check con là dân cho sao tập bén con là xây là tập bén smile con sao là xây đâu lắm trong những cái không lâu phải vậy thì mình chọn dân xong thà dân tất cả có su dân ta cho su chúng ta dân miền trong kinh tế nhưng khơi ra nhưng mà không làm cam chiên đó nhưng mà viên nó sẽ làm đấy nhưng bạn khơi tha và thua xây muối của dân miền sông cứng dân mà thua đây cái là lương từ tay cam chiên đó nhưng khơi tha cái của bà dân tay này tay con ba con sai bây giờ mai con dân cũng làm cả con cá chi choáng vừa con trong thằng quạt hỏi cho nên tầm mấy thôi là nó không có năm của nó hỏi con mặt tôi kia con mai con thì là ná cô đã con ban chạy spa bên đây là dân miền ông khai dân phiêu dân miền nhận đi hàng con xa với dân miền nhận đi hàng người ta sức là đúng bắt các bạn chỗ bắt viên dân cô ơi dân có cô là mấy tầm mấy hỏi nhiều người sản con dân tiên tia sức về Việt Nam thôi là tôi này mà bảo tồn dân vào chẳng có những cái thang còn dân cái thang tụi lư là mấy rô sân phiên bao giúp hỏi cái này con dân không có việc ai mà tư làm cả cho nên thì đi trong quái thì nhắc xong o cứng con cô thằng o mà cho luôn cái đi cô mấy hỏi quy con chúa thằng con dân bạn cho tôi là con số mà sẵn con dân để này cái sao tôi là tôi này bạn chụp đây bạn xong không tiên ý dân không sâu anh chơi nghệ sĩ Yên Sô Thí chia bật thiên dụ chân xã quan mai Campuchia Grand Prix Không Lốt nâng trong riêng trường sẽ cam hợp hiệp rồi bao dụ chân tại ba thơ và mà chắc năm tuần đó học nỉ trà sâu anh chơi nghệ sĩ Yên Sô Thí. Next, please welcome Ms. Kian Soti, President of KKYC from Florida, to report the progress for the past 10 years. Nhưng dây kia sáng mai và sợ ở đây ở tại đây ở đây nhưng đồng chí em thì dây buông kia sáng mai cứ kia sáng tao và bao giờ mình thay với tết ra đây ở đây nha nhưng chơi được nhiều cái con mai thì dây kia sáng ở đây và đây là sự tập hành nhưng chia đồng nào ai thả con mai càng tiêm pro càng trong như cái chân khi miên con là thiết của mày hay cái ca như này khi ông thua sạch hay đi cái chân chất bị chất ảnh lên đó bong bóng như nó căm của chị rõ ở quay đây yêu và chân nhưng thua sạch hay đi cứ thay dân to sầm đê để bộ quạt mình là căm chị rõ đang haiคือตัวการของ
ខ្ញុំចង់និយាយថាខ្ញុំជាភ្ញៀវកិត្តិយសដែលខ្ញុំអរគុណខាងសាខាសហព័ន្ធនៅខាង Washington ដែលជើងខ្ញុំមកប៉ុន្តែនៅក្នុង Seattle នៅក្នុង Washington ដើម្បីអីដើម្បី Starbucks ដើម្បី Amazon តែចំពោះខ្ញុំគិតថាអ្នកដែលខ្ញុំថាពេលតអន់ថាខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានមានឱកាសមកចូលរួមអ្នកដែលមានស្នេហាជាតិយ៉ាងច្រើននៅក្នុង Washington State នេះដូចជាទីហោខ្ញុំមានមោទនភាពខ្ញុំសប្បាយចិត្តណាស់ដែលបានមានឱកាសធ្វើការជាមួយអ៊ំរៀបនិងអ៊ំរៀបគឺជាគំរូមួយដែលល្អដែលសម្រាប់យុវជនរបស់ខ្ញុំលោកគ្រូចាស់សេរីពូអតីតប្រធានសហព័ន្ធពូឡាបងធ្វើប៉ុន្តែខ្ញុំដែរជួបគាត់ខ្ញុំបានឮថាគាត់គ្រប់គ្រងសហព័ន្ធយ៉ាងខ្លាំងណាស់ហើយខ្ញុំទៅដឹងថ្មីតែគាត់បានតែគាត់ជំរាបផ្នែកក្រៅដូច្នេះអ្វីដែលគាត់ធ្វើមើលទៅយើងឃើញថាថៃហាជាតិអ្វីដែលគាត់ធ្វើគាត់សម្រាប់ជាតិខ្មែរមានធ្វើខ្ញុំមានចិត្តថាយើងលើកទឹកឡើងជាតិយើងហើយយើងគួរតែមានមោទនភាពជាកូនខ្មែរដូចជាខ្ញុំសប្បាយចិត្តណាស់ដែលឃើញពួកគាត់ធ្វើយ៉ាងគណៈកម្មការសហព័ន្ធខ្មែរកម្ពុជាក្រោមគឺជាក្រុមយុវជនរបស់សហព័ន្ធថាយើងធ្វើការអ្វីនៅក្នុងឆាកអន្តរជាតិគឺធ្វើគោលការណ៍ឲ្យជួយដល់សហព័ន្ធគឺយើងទាមទារសិទ្ធិសេរីភាពជូនបងប្អូនយើងនៅកម្ពុជាក្រោមដែលគាត់មានសម្លេងដូច្នេះគណៈកម្មការយុវជនរបស់យើងគឺថាយើងកើតតាំងពីមួយឆ្នាំយូរហើយប៉ុន្តែអ្វីដែលខ្ញុំសង្កេតមើលឃើញដែលអង្គការនានាដែលឃើញគឺអង្គការសហព័ន្ធពួកគាត់តែងតែលើកកំពាំងស្នងសិទ្ធិតើអង្គការណាដែលអាចធ្វើដូចសហព័ន្ធគាត់ថាមួយជួយគ្រឿងជាតិជួយតិចតួចទៅមួយការមួយបណ្ដាប្រវត្តិតែមួយខំប្រឹងជួយពីពូជាតិកំពុងតែត្រកម្មណាហើយគាត់លើកគាត់និយាយគាត់ណែនាំគាត់ប្រាប់ពួកយើងអស់ដូច្នេះតែគាត់ប្រាប់អញ្ចឹងគាត់និយាយថាយើងមានចិត្តជួយដល់អាសូរដូច្នេះថាសហព័ន្ធខ្ញុំមានចិត្តរំភើបណាស់ដែលខ្ញុំអាចមានឱកាសចូលរួមđểជួយនឹងរហូតដល់ប្រជុំម៉ោង10ព្រឹកល្ងាចម៉ោង6ជាងម៉ោង10ដល់ទេចូលឡាទៅស្គាល់ម៉ាក្រមវាមិននិយាយដល់ថ្ងៃសួរទេហើយអាថ្ងៃទីនោះដល់ខាងទីបាវៀតណាមបានឡើងថ្មីដោយសេរីនិយាយចឹងគេថាយើងគ្មានសិទ្ធិនិយាយពីរឿងវៀតណាមទេហើយខ្ញុំមិនដឹងយ៉ាងម៉េចទេពេលនោះខ្ញុំមានអារម្មណ៍ប្លែកគេហៅឈ្មោះសហព័ន្ធខ្មែរកម្ពុជាក្រោមពេលនោះខ្ញុំមានអារម្មណ៍ដូចពិភពលោកจึงឈប់មើលនាទីហើយព្រលឹងនេះថាព្រលឹងជីដូនជីតាដូចមកឆ្លងយកពីក្រោយវិញហើយនិយាយថាយើងបើសិនជាយើងគ្មានសិទ្ធិនិយាយនៅអង្គការសហជីវជាតិចុះចំណែកបងប្អូនទីបងមានសិទ្ធិតែអត់ពេលនោះហើយពិភពលោកអង្គការសហជីវជាតិគេទទួលស្គាល់ការនឹងការប្រកបយើងអាចមកហើយនិយាយដឹងថាវៀតណាមវាអង្គសិទ្ធិដោយឆ្លងតែលោកពូថានិយាយថា10ឆ្នាំដែលយើងធ្វើពីមុននេះគឺយើងកុំឲ្យគេស្គាល់ខ្មែរក្រមជាអ្នកណាឥឡូវណាគេមិនសួរថាខ្មែរក្រមជាអ្នកណាទេគឺសួរថាខ្មែរក្រមយ៉ាងម៉េចហើយអានឹងហើយដែលយើងគួរតែមានមោទនភាពយើងគួរតែ we should be very very proud ទីក្រុងដែរខ្ញុំសូមពីរនីខ្ញុំជាតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាតំណាងឲ្យយុវជនកិច្ចការងារយុវជនគឺសំខាន់ណាស់គឺថាយើងរកការឯកសារនានាជួយសហព័ន្ធយើងទៅប្រជុំពិភពលោកខ្ញុំជាយុវជនគឺជាស្ត្រីម្នាក់ដែរខ្ញុំមិននឹកស្មានតែខ្ញុំបានធ្វើសហព័ន្ធខ្ញុំបានដើរទៅពិភពលោកបានទៅជួយដល់សម្លេងរបស់ខ្មែរខ្ញុំបានទៅប្រទេសហូប
បានទៅប្រទេសបារាំងបានទៅអូស្ត្រាលីបានទៅញូវយ៉កបានទៅស្រុកខ្មែរហើយថ្ងៃនេះបានចូលទៅនៅស៊ីយ៉ាឡូដូច្នេះកិច្ចការងារដែលយើងធ្វើមានរសស្ថិតតែមានប្រយោជន៍ធំធេងចំពោះបងប្អូនប្រជាប្រដ្ឋហើយដូច្នេះខ្ញុំសូមអំពាវនាវឲ្យគូអ្នកមីទាំងអស់សូមទី1កុំភ្លេចនិយាយប្រាប់កូនចៅពីការឈឺចាប់ដែលធ្លាប់ជួបនៅក្នុងស្រុកបើឪពុកខ្ញុំមិនប្រាប់ខ្ញុំមិនដឹងទេហើយខ្ញុំមិនចាប់អារម្មណ៍ទេហើយទី2សូមអំពាវនាវឲ្យជួយចូលរួមជាចូលដំណើរតស៊ូតាមមានថាយើងខ្មែរតែមួយហើយសំខាន់ថាយើងត្រូវតែទទួលស្គាល់សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការមួយដែលពិភពលោកទទួលស្គាល់ដែលយើងទៅកន្លែងណាក៏ដោយតែគេទទួលស្គាល់តែយើងជាសម្លេងឲ្យបងប្អូនប្រជាប្រដ្ឋខ្ញុំសង្ឃឹមថាថ្ងៃនេះហើយដូចជាតែបានការទទួលក៏តែកក់ក្ដៅខ្ញុំសូមអរគុណច្រើនហើយខ្ញុំសូមអំពាវនាវទៅទាំងអស់ដែលបានខំប្រឹងប្រែងរបស់ខ្ញុំចាសូមបន្តទៅទៀតនេះខ្ញុំសូមអញ្ជើញលោកតៅធំជាឧត្តមប្រឹក្សាកម្ពុជារបស់សហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកបង្កើតវេទិកាដើម្បីជម្រាបជូនណែនាំនិងអប់រំដល់ក្រុមយុវជនចាសូមអញ្ជើញលោកតៅធំចា Next, please welcome Mr. Toh Kim Thong. He's one of my role models in KKF. He's our special advisor coming all the way from Toronto, Canada. I'm always excited to announce this man for speaking because he has a lot to share, a lot of wisdom. I learn a lot every time I listen to this man. He is going to give us the goals, objectives, and advice for future work for our youth and issues relating to Khmer Krom. Dạ, sao bà cưng?សូមជម្រាបសួរលោកលោកស្រីបងប្អូនកូនក្មួយទាំងអស់ជាសាច់ជាជារបស់ខ្ញុំទៅប្រទេសស្រឡៃប្រទេសបំផុតសូមបងប្អូនអញ្ជើញភាសាតាមដំណើរទៅចុះហើយសូមរក្សាសម្ងាត់បន្តិចខ្ញុំមានព័ត៌មានដែលចែកជូនបងប្អូនខ្លះដោយតទៅខ្ញុំនឹងព្យាយាមនិយាយខ្លីបើខ្លីយ៉ាងណាក៏ដោយខ្ញុំក៏មិនអាចនិយាយថាខ្ញុំចង់អរគុណឲ្យពីដួងចិត្តចំពោះបដិសន្ធិរៈដ៏ឧត្តមដ៏កក់ក្ដៅរបស់បងប្អូននៅ Washington និង Oregon ចំពោះគណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃនេះសូមអរគុណជាអនេកខ្ញុំបានឈ្មោះតគិនថងមកនេះច្រើនសារហើយបងប្អូនចាស់ប្រហែលជាចាំលើកទីមុនប្រហែលជា6ឆ្នាំមុនខ្ញុំមកក្នុងឋានៈជាអគ្គលេខាធិការនៃចលនាតស៊ូដែលជាចលនារបស់សហព័ន្ធសង្គមលើកទី2ចលនាតស៊ូនេះដូចឈ្មោះទៅជាសហព័ន្ធខ្ញុំមកក្នុងនាមជាអគ្គលេខាធិការដដែលឆ្នាំមុនជាមូលហេតុថ្ងៃនេះមកយើងមានការអបអរសាទរនេះខ្ញុំមកក្នុងឋានៈជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោមអានោះខ្ញុំបានជម្រាបដល់បងប្អូនដែលមកជួយរួមឧបត្ថម្ភអំពីផែនការសម្រាប់ដងឆ្នាំរបស់សហព័ន្ធគឺឆ្នាំ2004ទៅឆ្នាំ2014ថ្ងៃនេះក្នុងនាមជាសមាជិកធម្មតាក្នុងនាមជាកូនខ្មែរក្រៅម្នាក់ខ
ខ្ញុំមកជំរាបបងប្អូនយើងនៅចំណុចសំខាន់ដោយច្បាប់ពួកយើងបានធ្វើស្ដីខ្លះលោកអនុប្រធានចៅសេរីក៏ដូចជាប្រធានសិទ្ធិបាទជារដ្ឋយ៉ាងក្បោះបាយលើចន្លោះមួយដែលថ្មីបំផុតបងប្អូនប្រកាសជាភាពច្រើនជាពិសេសបងប្អូនលោកកណានរាជញយសូមចម្រើនតែគាត់អញ្ជើញមកជាមួយយើងដែរនោះគាត់ជានឹងច្បាស់បាទហ្នឹងហើយបាទតែយួនតុបទល់ជាមួយចលនារបស់សហព័ន្ធយើងសូមរំលឹកថានៅពេលដែលយើងតវ៉ាទៅឆាកអន្តរជាតិក្នុងមួយឆ្នាំពីរឆ្នាំមុនដំបូងគេថាដល់បានន័យថាគេមើលងាយយើងថាយើងនឹងមិនស្អីទេតមកគេបែកថាទៅឆាកអន្តរជាតិឲ្យទៅសម្ភពគម្រាមកំហែងរហូតដល់មានការចាប់ដូចជាចំណងតែគុណតំសម្ព័ន្ធរហូតដល់លោកថ្មីនេះមានប្រសពពីអង្គគឺលោកប្រតិជនថៃធឿនគឺនេះដូចជាកុំរឡាយដូចជាមធ្យោបាយបែកផងគម្រាមកំហែងផងដល់ឥឡូវគឺគេលួងលោមមកទៀតពីខែមុនគេតែងតាំងស្វែងក្រោមម្នាក់ឈ្មោះលោកថៃយឺធ្វើជាអនុរដ្ឋាភិរដ្ឋមន្ត្រីការបរទេសអនុរដ្ឋមន្ត្រីការបរទេសនៃសង្គមនិយមប្រជាប្រដ្ឋជាដើមថែមទាំងមានងារមួយទៀតគឺជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមណាប្រចាំនៅភ្នំពេញប្រទេសកម្ពុជាបន្តលោកថៃជឿតែជាផ្នែកក្រៅហេតុម៉េចបានជួនតែតាមលោកនេះឲ្យធ្វើជាទូតរបស់យួននៅស្រុកខ្មែរតាមការពិនិត្យឲ្យអ្នកវិភាគគេថាមកពីលោកនេះវាគុណស្រែក្នុងការខុសខិតជាមួយនឹងរដ្ឋាភិបាលភ្នំពេញដើម្បីនឹងឲ្យយួនជ្រះដីទៅតាមព្រំដែននេះគឺមួយទៀតបងស្រីហុងដែលជាមេដាមមិនបានព្រឹកខ្លះនិយាយខ្លះរឿងទឹកដីកម្ពុជាក្រមបានបងទឹកដីកម្ពុជាក្រៅគឺសហព័ន្ធនឹងហើយនៅឆ្នាំ2000ជាលើកដំបូងបានចាប់ដើមធ្វើការកម្មវិធីបុណ្យបាត់បង់ទឹកដីនៅថ្ងៃ4មិថុនាដល់ក្រោយមកប្រហែលឆ្នាំក្រោយមកក៏មានការរំលឹកខ្លួននេះរៀងរាល់ឆ្នាំបានត្រឹមតែមួយកន្លែងតែពីតែកន្លែងដែលមានថ្ងៃក្រោយយើងនៅរួមទាំងនៅប្រជារាជាកម្ពុជាយើងនៅតែធ្វើម្ដងប៉ុន្តែលើកនេះនៅថ្ងៃទី7មិថុនាអ្នកនាំពាក្យរបស់ទូតយួនឈ្មោះត្រង់យ៉ាងថោមានប្រសាសន៍ថាមិនមែនថ្ងៃទី4មិថុនាទេតែប្រាំងកាត់ទឹកដីឲ្យយួនហើយមិនមែនខ្មែរក្រមឬខ្មែរទេតែជាម្ចាស់ទឹកដីកម្ពុជាគឺទឹកដីតំបន់មួយបញ្ជាដល់ខ្មែរក្រមវាថាណាពោវាថាកន្លែងហ្នឹងហើយជាដោជាដារបស់គាត់នៅបានឆ្កាដីធ្វើជាម្ចាស់តាំងពីយូរដោយសារពាក្យបំភ្លៃនៃប្រវត្តិសាស្ត្រទើបមានការបដកម្មពីផ្សារមីនៅកាណាដាថ្ងៃ25នៅ Washington បងប្អូនក្នុងនាមជាសហព័ន្ធនៃយុវជននិងនិស្សិតខ្មែរនៅកម្ពុជាក៏បានធ្វើបដកម្មដោយបងប្អូនយើងឃើញពលមានកន្លងហើយនោះហើយផែនការនៅថ្ងៃទី21និង
មានធ្វើតទៅទៀតបើតាមខ្ញុំដឹងដើម្បីឆ្លើយតបលើស្ថានភាពចឹងក៏បងប្អូនយើងជាអ្នកស្នេហាជាតិចលនាអ្នកបញ្ញវន្តគណៈបកនយោបាយមិនជាពិសេសគណៈបកក៏គ្រោះជាតិតែម្ដងបើធ្វើចលនាប្រឆាំងនឹងការប្រកាសអកុសលមិនមានការពិតសូមបញ្ជាក់ច្បាស់ណែគោលដៅរបស់សហព័ន្ធក្នុងការបាតុកម្មនេះគឺយើងធ្វើដោយអហិង្សាហើយនឹងសម្ពាធឲ្យលោករដ្ឋាភិបាលឲ្យរដ្ឋាភិបាលយួនសុំទោសទៅកែតម្រូវនៃការប្រកាសដែលបំពេញគួរបង្កើតប្រវត្តិសាស្ត្រទៅថ្មីនេះគឺវាម្សិលនេះប្រកាសធំជាភាសាទៀតក៏មិនបានសុំទោសប៉ុន្តែ rephrase ยิงមកវិញគាត់ថាកន្លែងហ្នឹងយួនបានមកនៅយូរហើយគឺគេថាយើងនិយាយខុសគេថាទឹកដីនឹងមិនមែនមកខ្មែរគេកែមកថាគេបានមកនៅយូរហើយយើងមិនសំខាន់គឺតែត្រូវទៅថានិយាយខុសសុំទោសខ្មែរសុំទោសប្រជាពលរដ្ឋខ្មែរទឹកខ្មែរក្រោមទឹកខ្មែរលើទឹកខ្មែរកណ្ដាលទាំងអស់គ្នាមួយទៀតយើងទៅធ្វើការតស៊ូឲ្យគាត់បង្កើតគណៈកម្មការដែលមានខ្មែរក្រោមជាពិសេសខ្មែរក្រោមរបស់ប្រទេសបញ្ញវន្តខ្មែរនៅប្រទេសកម្ពុជាខាងវិជាប្រវត្តិសាស្ត្រសរសេរប្រវត្តិសាស្ត្រគេតម្រូវប្រវត្តិសាស្ត្រដែលខុសឲ្យទៅជាការពិតទៅចងក្រងពីច្បាប់សិក្សាបង្រៀនទៅតាមសាលាតាំងពីសាលាបឋមសិក្សារហូតដល់សាលាមហាវិទ្យាល័យយើងនឹងធ្វើសម្ពាធឲ្យយួនគោរពនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិជាពិសេសជាដើមក្នុងនោះជាពិសេសទាក់ទងនឹងរឿងប្រវត្តិសាស្ត្រមានរាយការណ៍មួយថារដ្ឋាភិបាលត្រូវគោរពអនុវត្តលើការពិតនៃប្រវត្តិសាស្ត្រប្រជាជនជាតិដើមមានសិទ្ធិប្រើរក្សាឈ្មោះប្រវត្តិសាស្ត្រព្រះភូមិសាស្ត្រដូចដើមឧបមាថាខេត្តតាយួនហៅថាយើងត្រូវកែមកថាខេត្តប្រសិទ្ធភាពដូចទូឆ្ងាយតែចំនួនសឹកដូចនិយាយកន្លែងនេះខ្ញុំសូមចែកចំណែកតិចជាពិសេសដល់បងប្អូនជាពិសេសដល់យុវជនបងប្អូនខ្មែរដែលមិនបានស្គាល់ទឹកដីកម្ពុជាក្រោមនេះតែទៅការដែលមហិច្ឆតាដូរឈ្មោះនេះមិនមែនធម្មតាទេខ្ញុំលើកឧទាហរណ៍ទៅខេត្តខ្ញុំប្រជាទីកំណើតរបស់ខ្ញុំនៅកន្លែងដែលមានដើមឈើចទាលដោយសម្បត្តិពេលអោឃើញនោះគឺដើមចទាលនៅកន្លែងតាសើវ័យដុំដាមនេះគឺធ្លាប់ស្គាល់ថាខេត្តប្រសិទ្ធភាពយួនគេកែវិទ្យាមិនទៅបងគេហៅថាតាបាក់ពីព្រោះថាវាកែមិនទៅបងគឺហ្វានោះថាបានទៅស្រពាំងហ្វាគឺតែពាំងនៅខាងក្រោយគឺខាងមុខត្របាក់បន្ទាប់មកក៏ដូរទៅកន្លែងនោះដែរដូចយើងបិណ្ឌក៏វាយើងបិណ្ឌត្រូវយកតែយើងហើយវាត្រូវយើងគឺឡងគឺពីកន្លងគឺមកយើងបិណ្ឌទៀតអានេះជាមហិច្ឆតាមិនខុសអីសពថ្ងៃមហាភ្នំពេញយើងជាណាមយ៉ាងថ្ងៃណាមួយមកយើងបន្តស៊ូគឺថាណាមយ៉ាងរបស់ពេលយូរមកហើយបងប្អូនសុខចិត្តអត់ដូច្នេះយើងត្រូវទៅតស៊ូជាមួយគ្នាខ្ញុំបានទទួលអនុសាសន៍ពីបងប្អូនយ៉ាងច្រើនថាដើម្បីជោគជ័យគឺត្រូវតែសាមគ្គីតែចឹងណាបងប្អូនខ្ញុំឯកភាពថា
ដើម្បីឲ្យរំខានតែគោលដៅសម្រាប់ផលប្រយោជន៍ជាតិទៅវិញទេរឿងសហព័ន្ធដូចតែគ្នាព្រឹកមិញបានជួបជាមួយនឹងក្មួយខាងយុវជនខ្ញុំក៏បាននិយាយដែរជាស្លោករបស់ខ្ញុំអ្វីដែលខ្ញុំព្យាយាមធ្វើឲ្យរហូតដល់សប្តាហ៍ក្នុងផ្ទៃក្នុងសហព័ន្ធក៏ដូចជាក្នុងសង្គមខ្ញុំចូលចិត្តជាស្លោកអាមេរិកមកគ្រាភាសាអង់គ្លេសមកគ្រាគេថាយើងមានកំណត់ច្រើនយើងត្រូវការកំណត់ច្រើនយើងត្រូវការដៃច្រើនប៉ុន្តែយើងត្រូវការគោលដៅតែមួយ many hands many minds one goal ហើយគោលនោះគឺធ្វើឲ្យយើងមានមោទនភាពឡើងវិញខ្មែរមានមោទនភាពឡើងវិញជាពុទ្ធអ្នកកសាងកោអបយើងទៅជាមួយសហព័ន្ធនេះបងប្អូនយើងទៅស្ដារគេឈ្មោះពុទ្ធអ្នកកសាងកោទេអូនណាត្រូវការសហព័ន្ធត្រូវការបងប្អូនត្រូវការអ្នកស្នេហាជាតិត្រូវការបញ្ញវន្តត្រូវការអ្នកធ្វើស្អីបានទៅដើម្បីទៅជាមួយគ្នាចំពោះទៅមាតុភូមិដែលជាទីស្រឡាញ់របស់យើងសូម៉ាលីបានបើមកខ្ញុំនិយាយពីរឿងថាអវ៉ាត់នៃការបដិដាមដល់យុវជនខ្ញុំឃើញតាមពេលវេលាក៏ខុសទេដែរហើយខ្ញុំជឿថាហើយយុវជនខ្មែរយើងមិនអត់ទេមិនចាំបាច់ពរៀនច្រើនទេគាត់មានចិត្តស្នេហាជាតិគាត់ដឹងរបៀបធ្វើការហើយខ្ញុំទុកចិត្តដូច្នេះសូមបងប្អូនជាផ្សេងមួយកុំឲ្យធ្វើអ្វីដែលខកចិត្តតែចាស់ទៅដោយខ្ញុំដោយបងប្អូនរៀនចោលតែទៅពីមុនកុំរហូតដល់សប្តាហ៍ចង់និយាយដូច្នេះគឺថាដើម្បីទៅទុកពេលវាឲ្យបងប្អូននេះស្បាយលេងផងខ្ញុំនឹងស្លេះសូម៉ាលីបានយកឱកាសនេះមកបង្រៀនឲ្យអវ៉ាត់ដល់បងប្អូនទេសូមចង់ប៉ុណ្ណេះហើយសូមអរគុណយ៉ាងជ្រាលជ្រៅម្ដងទៀតបើសិនណាការថ្លែងរបស់ខ្ញុំមិនគួរសមឬការដែលទៅទាក់ទងគួរសមជាមួយបងប្អូនដែលខ្វះការពិសេសបងប្អូនខាងតំណាងខាងវត្តខាងសមាគមខាងគណៈបកនយោបាយទាំងអស់នឹងសូមអធិស្ឋានឲ្យខ្ញុំផងសូមអរគុណទៀតថ្ងៃសួស្តីជាយោចាបន្តទៅទៀតនេះខ្ញុំសូមអញ្ជើញលោកឯកឧត្តមញយចម្រើនតំណាងរាជគណៈបកសង្គ្រោះជាតិសូមអញ្ជើញមកកាន់វេទិកាចាស់ហើយសូមអរគុណចាស់សូមអរគុណដល់ឯកឧត្តម Wow, after listening to Mr. Santo's speech, I have to make a comment. You know, the Buddha used to say, it is better than 100 years of ignorance is one day spent on reflection. So, I think tonight, after listening to Mr. Santo, it's worth it. I think that's what it means. One day of reflection is better than 100 years of ignorance. Next, we would like to follow with the program and welcome Mr. Noi Jong-Run. He is the representative in the parliament of CNRP parties. He will give us a speech. Please welcome him. Cheerio, support swag of Jackal. Ogona Boko Kramer Doye. Ogona Shopan Joy Jumran. Ataita made a from Jalananisan by the King Pajela Patai. Ataita Pakin Kanapa Sati Manu, Pajam Sarat, Abrik and Canada, Pajapon Chetanari, some project people to Jam. Hai bong bồn mà hai con đưa nhoi chùm ra là bay đi là bay lên hôn sang bay tàu ở đây đi chẳng khai đi tụi bay chia lên tầm bồn để trong bàn mà đo Boston State mà chụp bong bồn ở phía
បងប្អូនភាគច្រើនដែលបានស្គាល់អ្នកខ្លះគេថាបានស្គាល់តែម្ដងក្រោយពីហ៊ុនសែនដាក់ប្រមាណត្បូងបានស្គាល់តែម្ដងទៀតបានអ្នកខ្លះបានស្គាល់ញយចម្រើនស្គាល់តាម Facebook បានដល់ជួបផ្ទាល់សិក្ខារបស់គេណាបាទជាបឋមខ្ញុំសូមអរគុណហើយខ្ញុំមកនេះគឺដើម្បីគ្រប់គ្រងដល់សហគមន៍សហព័ន្ធខ្មែរកម្ពុជាក្រោមជីកក្បាលហោះមកដល់ទីក្រុងហ្វីឡាដែលហ្វីនៅលបួសនៅឡើយដឹងថាសហព័ន្ធធ្វើកម្មវិធីនៅហ្វីឡាដែលហ្វីញយចម្រើនទៅចូលរួមនៅហ្វីឡាដែលហ្វីដឹងថាសហព័ន្ធធ្វើកម្មវិធីនៅ New Jersey ញយចម្រើនដល់ខាង New Jersey ដឹងថាសហព័ន្ធខ្មែរក្រោមធ្វើកម្មវិធីនៅ Virginia ញយចម្រើនទៅចូលរួមនៅ Virginia ប្រហែលថ្ងៃមុននេះញយចម្រើនបានទៅចូលរួមជាមួយនឹងលោកថៃនៅទីក្រុង San Jose California ហើយថ្ងៃនេះមកដល់ទីក្រុង Boston State ចឹងនេះជាការបង្ហាញថាខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមជាខ្មែរទាំងមូលនេះជាយកកម្លាំងសាមគ្គីខ្មែរហើយសាមគ្គីនេះមិនមែនសាមគ្គីទៅមកទេឃើញសបាយចាស់ដាក់ទៅញយចម្រើនគុំសាមគ្គីទៅមកចិត្តចាស់កំពត់គំនិតអ្នកដទៃបានទេដល់រួមគ្នាសាមគ្គីទៅមួយហើយខ្ញុំប្រឹងនៅស្រុកខ្មែរលោកតានិយាយបងប្អូនដល់សបាយចុះពីអាមេរិកតាំងពីឆ្នាំ2013ទៅតស៊ូនៅខាងក្នុងក៏ថាបានសំចៃទេព្រោះមកជីវិតខ្ញុំដឹងខ្លួនថាបើសិនជាខ្ញុំស្លាប់ខ្ញុំអាចមានឱកាសកើតទៀតបើជាខ្ញុំស្លាប់អត់មានឱកាសទេចឹងតស៊ូបងប្អូនអាចបាត់ឡានបាត់កង់បាត់ម៉ូតូបាត់យាយបាត់តាបាត់តងសាអាចបាត់បានប៉ុន្តែយើងមិនអាចបាត់ជាតិខ្មែរបានទេដល់តស៊ូទៀតមិនតស៊ូអរគុណហើយចឹងខ្មែរសហការគ្នាខ្មែរលើខ្មែរកណ្ដាលថ្ងៃណាមួយយើងនឹងចូលរួមជាមួយនឹងថ្នាក់ដឹកនាំខ្មែរក្រោមដើម្បីនោមទុកជាតិយើងទៅដាក់ទៅលើទឹកដីកម្ពុជាក្រោមរបស់យើងវិញចឹងខ្ញុំមោទនភាពខ្ញុំជាកូនខ្មែរខ្ញុំមោទនភាពខ្ញុំជាអ្នកគ្រប់គ្រងដល់សហព័ន្ធខ្មែរក្រោមសូមអរគុណចា៎បន្តទៅទៀតនេះដែរដល់កម្មវិធីជូនប័ណ្ណសរសើរចា៎សូមអញ្ជើញលោកតៅគីថុងជាឧត្តមប្រឹក្សាកម្ពុជាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកមកដើម្បីជូនប័ណ្ណសរសើរចា៎ Next, following the program, we would like to present the Achievement Award honoring the following people. Mr. Toh Kim Thong, Special Advisor, will present to Mr. Tan Lak, KKF Chapter of Washington President. June បានសរសើរដល់អ្នកស្រីគៀនសុធីចាប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកមកទទួលបានសរសើរចាសូមអញ្ជើញអ្នកស្រីគៀនសុធី Next, please welcome Mr. Chow Rin, KKF Chairman, to present the Achievement Award to Miss Kien Soti, KKYFC President from Florida.
បន្តទៅទៀតនេះលោកស្រីស៊ីនួនចាស៊ីនួនឆេងចាសូមអញ្ជើញលោកស្រីស៊ីនួនចាសូមអរគុណឥឡូវនេះសូមភ្នំតែដៃមួយយ៉ាងខ្លាំងៗឲ្យPlease give a round of applause to Miss Jill Fong, Miss Tam Ong, and Miss Sunil Chan for their award presented from Mr. Saray Chow, VP KTF from San Jose, California. Thank you, Mr. Saray Chow. ចាឥឡូវនេះយើងជិតដល់ពេលរាប់សានហើយឥឡូវនេះយើងបន្តវិធីចុងក្រោយហើយគឺវិធីតន្ត្រីនិងចម្រៀងក្រុមកំសាន្តរហូតដល់ម៉ោង12ចុងកម្មវិធីក្នុងពេលនេះដែលយើងខ្ញុំដើម្បីតំណាងរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមរដ្ឋ Washington នេះខ្ញុំសូមស្វាគមន៍លោកសយវិវត្តជាអ្នកចម្រៀងល្បីមួយនៅអាណាចក្រកម្ពុជាសូមអញ្ជើញលោកសយវិវត្ត Lastly, in closing, please enjoy the rest of the night. There will be dancing, singing with our live band until midnight. On a side note, anyone who would like to sing, please come by the table and tell us a song, and we will coordinate with the band to make it happen. Please welcome Mr. Soy Watt for starting the singing. សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាពិសេសលោកយាយលោកតាវាវិញនិងបងប្អូនទាំងអស់ដែលយើងរយៈពេល5ឆ្នាំដល់5ឆ្នាំទៅមក5ឆ្នាំត្រឹមតែម្ដងដែលបានឃ្លានឆ្ងាយពីបងប្អូនបានសែននឹកណាស់ហើយថ្ងៃនេះគឺថាមកនោះមិនមានគម្រោងថាចូលរួមនៅក្នុងកម្មវិធីនេះទេក៏ប៉ុន្តែដោយសារការឆ្លៃរងអានពីសំណាក់បាទជាពិសេសអមរៀបបាទចង់ឲ្យខ្ញុំបាននឹងមកលេងបងប្អូនផងហើយនឹងមកចូលរួមនៅក្នុងកម្មវិធីនេះតែម្ដងអញ្ចឹងគឺថានៅថ្ងៃនេះមិនមានបទចម្រៀងច្រើនព្រោះអត់មានដៃគូអញ្ចឹងសង្ឃឹមថាថ្ងៃនេះនឹងមានបទចម្រៀងខ្លះជូនទៅដល់បងប្អូនទាំងអស់គ្នារួមកំសាន្តសប្បាយនៅក្នុងរាត្រីនេះផងដែរបាទសូមអរគុណបាទសូមអញ្ជើញស្ដាប់បទចម្រៀងមួយមានក្រោមចំណងជើងថាសហព័ន្ធជាជាងបាទនេះតែសូមស្ដាប់ដោយអត់តែបាទសូមអរគុណបាទស
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ជា